គេធ្វើមិនត្រូវចិត្តសូមគុំសង្ឃឹមថាគេធ្វើត្រូវចិត្តអ្នកគ្រប់រឿងឬគេនិយាយល្អពីអ្នករហូតឡើយកុំរងចាំសេចក្តីសុខពីអ្នកដទៃទាំងស្រុងពេកខំសាងបុណ្យចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលហើយគ្រប់យ៉ាងចុងក្រោយត្រូវប្រែប្រួលផ្លាស់ប្ដូរទៅកំហុសគេកំហុសយើងបើអ្នកតាមរកកំហុសអ្នកដទៃអ្នកនឹងរកបានច្រើនព្រោះអ្នកណាក៏មានកំហុសដែរសូមពិនិត្យមើលខ្លួនឯងកែលម្អកំហុសខុសឆ្គងរបស់ខ្លួនហើយបើជួយណែនាំគេត្រូវណែនាំដោយចិត្តមេត្តារៀនរក្សាចិត្តឲ្យបានល្អមុននឹងហាស្ដីដាក់មានអ្នកមិនមែនអ្វីដែលអ្នកនិយាយសុទ្ធតែត្រូវសុទ្ធតែល្អគ្រប់10ទេរៀនដាក់មានអ្នករៀនស្ដាប់គេរៀនទទួលយកគំនិតអ្នកដទៃដើម្បីការរីកចម្រើនឲ្យអភ័យជាពុទ្ធជនតែងភ្លាំងភ្លាត់សាងកំហុសខ្លះមិនខានរៀនឲ្យអភ័យរៀនមានមេត្តារៀនអត់ឱនលើកលែងខ្លះទើបមិនសូវមួម៉ងចិត្តអ្នកនៅតែជួយណែនាំតែណែនាំដោយទឹកចិត្តល្អដោយពាក្យសម្ដីសមរម្យគេក៏ដូចខ្ញុំយើងត្រូវការសេចក្តីសុខគេក៏ត្រូវការសេចក្តីសុខដែររៀនផ្ដល់ស្នាមញញឹមផ្ដល់ភាពកក់ក្ដៅដល់មនុស្សសត្វជុំវិញខ្លួនអ្នកជួយពេលដែលគេមានទុក្ខហើយរីករាយពេលគេបានចម្រើននិងសប្បាយចិត្តនៅអ្វីដែលអ្នកមានដែលអ្នករកបានចាំបាត់ខឹងសិននិយាយពេលខឹងសម្រេចចិត្តពេលមួម៉ៅលទ្ធផលមិនសូវល្អទេច្រើនមានវិប្បដិសារៈជាខាងក្រោយចាំបាត់ខឹងសិនសឹមនិយាយក៏មិនយឺតពេលប៉ុន្មានដែរពេលកំហឹងរសាយទៅបញ្ហាងាយនឹងដោះស្រាយរំពឹងពេកបើអ្នកសង្ឃឹមថាគេនឹងសរសើរអ្នកគេនឹងលើកតម្កើងអ្នកនឹងជួបប្រសពនៅសេចក្តីទុក្ខទោមនស្សក្នុងចិត្តមិនខានខិតខំធ្វើកិច្ចការងារអ្នកឲ្យអស់ពីចិត្តពីថ្លើមគេសរសើរឬមិនសរសើរនៅលើគេទៅចុះដុតគេឲ្យក្តៅបើអ្នកចង់ឲ្យគេក្តៅក្រហាយមានន័យថាអ្នកសម្បូរដោយធាតុក្តៅក្រហាយដែរហើយអ្នកដែលក្តៅជាងគេគឺខ្លួនអ្នកព្រោះកំហឹងជាភ្លើងតែងដុតបំផ្លាញចិត្តដែលជាទីអាស្រ័យរបស់វាដំបូងគេមុននឹងរាលដាលដល់អ្នកដទៃសេរីសួស្តីសេរីសួស្តីចាប់ផ្ដើមពីចិត្តល្អពីចិត្តជ្រះថ្លារបស់អ្នករៀនរក្សាមាត់ឲ្យបានល្អពោលពាក្យពិតត្រង់ពាក្យមានប្រយោជន៍បំពេញកិច្ចការងារអ្នកឲ្យបានល្អមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយឡើយ
អ្នកបានសប្បាយចិត្តនោះហើយជាសេរីសួស្តីពិតប្រាកដដូរអារម្មណ៍ទម្លាប់ពិនិត្យមើលចិត្តអ្នករឿយបើចិត្តមិនល្អកើតឡើងត្រូវកំណត់ដឹងថាចិត្តមិនល្អកើតឡើងហើយទាញវាមករកកាន់អារម្មណ៍ល្អអារម្មណ៍នាំឲ្យកើតបុណ្យកុសលវិញបង្អោនចិត្តរំលឹកដល់ទានដែលអ្នកបានឲ្យរំលឹកដល់អំពើល្អដែលអ្នកបានធ្វើរំលឹកដល់សិលដែលអ្នកបានរក្សារំលឹកគុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃរឿយចិត្តអ្នកនឹងបានត្រជាក់ស្ងប់ឆ្ងាយចាកពីទុក្ខកង្វល់ទាំងឡាយសតិគ្រប់គ្រងខ្លួនបង្កើនស្មារតីតាមរក្សាកាយវិចារចិត្តអ្នករឿយដេកដើរឈរអង្គុយហូបចុកស្លៀកពាក់មានស្មារតីនៅនឹងខ្លួនអ្នកជានិច្ចម្យ៉ាងទៀតរៀនមើលចិត្តអ្នករឿយបើវាគិតខុសដូចជាខឹងគុំចំណែនស្អប់ជាដើមត្រូវទាញចិត្តអ្នកមកគិតត្រូវវិញនឹកដល់អារម្មណ៍ល្អអារម្មណ៍ដែលនាំឲ្យកើតបុណ្យកុសលគេជេរខ្ញុំបើគេជេរអ្នកហើយអ្នកជេរគេវិញអ្នកទាំងពីរជាគូប្រកួតល្បែងបាចលាមកដាក់គ្នាទាំងពីរអ្នកនឹងប្រឡាក់ដូចគ្នាបុគ្គលពីលយកសម្ដីលាមករបស់ខ្លួនមកគ្របសង្កត់អ្នកដទៃដោយគិតថាជាជ័យជំនះរបស់ខ្លួនតែតាមពិតបាបបានប្រឡាក់ចិត្តខ្លួនឯងមុនគេមុននឹងធ្លាក់លើអ្នកដទៃខ្ញុំមានរឿងច្រើនអ្នកណាក៏ជួបរឿងទុក្ខលំបាកដែរតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនរឿងមិនល្អជាផលនៃបាបចាស់រត់ទៅណាក៏គេចមិនរួចដែរចូលព្យាយាមសាងកម្មថ្មីកម្មល្អអ្នកនឹងបានផលថ្មីផលល្អត្រឡប់មកវិញមើលថែចិត្តអ្នកបើអ្នករវល់នឹងរឿងខាងក្រៅច្រើនហួសហេតុពេកតាមដានរឿងគេហួសហេតុពេកអ្នកនឹងអស់ពេលមើលថែចិត្តខ្លួនឯងទម្លាប់ចម្រើនចិត្តបុណ្យចម្រើនចិត្តមេត្តាតម្កល់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាបង្ខំមិនបានអ្នកមិនអាចបង្ខំឲ្យអ្វីគ្រប់យ៉ាងបានតាមចិត្តអ្នកគ្រប់ពេលបានឡើយរឿងកើតឡើងតាមហេតុរបស់វាហេតុមានប៉ុណ្ណាផលបានប៉ុណ្ណឹងកុំទូចចិត្តអីបើចង់បានផលច្រើនត្រូវសាងហេតុឲ្យបានច្រើនព្រមតាមបុណ្យរៀនរីករាយនឹងអ្វីដែលអ្នកមានសប្បាយចិត្តនឹងអ្វីដែលអ្នករកបានហើយត្រេកអរពេលឃើញគេបានជោគជ័យយល់ដឹងថាអ្វីសុទ្ធតែមានហេតុផលយើងបានប៉ុណ្ណឹង
ដោយសារបនយើងមានតែប៉ុណ្ណឹងមិនមានចិត្តចរណែនអ្នកណាឡើយទីពឹងទ្រព្យក្តីញាតិក្តីអាចពឹងពាក់បានខ្លះតែមិនអាចជាទីពឹងផ្លូវចិត្តរបស់អ្នកបានឡើយរៀនស្ដាប់ធម៌បង្កើនចិត្តជ្រះថ្លាមានមេត្តាមានបញ្ញាកំណត់ដឹងពីដំណើរប្រែប្រួលនៃធម្មជាតិចិត្តអ្នកនឹងបានទីពឹងមិនសូវរំជើបរំជួលទេកុំរំជើបរំជួលបើអ្នករំជើបរំជួលនឹងរឿងរ៉ាវខាងក្រៅខ្លាំងពេកចិត្តអ្នកនឹងមិនមានសេចក្តីសុខទេសរសើរនិន្ទាសុខទុក្ខចំណេញខាតតែងកើតឡើងតាមហេតុរបស់វាអ្នកមិនអាចហាមឃាត់បានទាំងស្រុងទេគ្រប់គ្នាសុទ្ធតែមានទុក្ខម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបន្ថែមទុក្ខដល់គ្នានឹងគ្នាឡើយគួរមានចិត្តមេត្តាករុណាជួយសង្គ្រោះពេលគេជួបទុក្ខលំបាកថ្ងៃល្អថ្ងៃដែលអ្នកមានចិត្តរីករាយថ្ងៃដែលអ្នកបានធ្វើល្អដោយកាយវាចាចិត្តថ្ងៃនោះជាថ្ងៃមានរាសីខ្ពស់រាសីខ្ពស់អាស្រ័យលើបុណ្យដែលអ្នកបានសាងពីមុនមកនិងពេលបច្ចុប្បន្នមិនថាត់នៅលើមាត់គេថានៅលើសន្លឹកបៀឬថ្ងៃខែឡើយលៀបសំណាងកើតពីអំពើដែលអ្នកបានសាងកុំចាំបាច់ដើរសួរអ្នកដទៃអីតម្រូវចិត្តគេអ្នកមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេព្យាយាមធ្វើកិច្ចការងារអ្នកឲ្យអស់ពីចិត្តពីថ្លើមមិនបៀតបៀនមិនឲ្យអ្នកណាមួយក្តៅក្រហាយឡើយគេគិតយ៉ាងណាជារឿងរបស់គេកុំសូវយកចិត្តទុកដាក់តាមដានរឿងគេពេកអីសង្ឃឹមមិនបានគេមិនចេះតែស្រឡាញ់អ្នកគាំទ្រអ្នកគ្រប់ពេលទេសូមគុំសង្ឃឹមថាគ្រប់គ្នាគិតល្អពីអ្នកនិយាយល្អពីអ្នកឡើយគេគិតបែបណាទុកឲ្យគេជាអ្នកសម្រេចទៅចុះតួនាទីអ្នកគឺធ្វើការងារអ្នកឲ្យអស់ពីសមត្ថភាពគេគិតពីខ្ញុំបើអ្នករវល់ទៅតាមដានថាតើគេនិយាយអីពីអ្នកគិតយ៉ាងណាចំពោះអ្នករកសេចក្តីសុខមិនឃើញទេរក្សាកាយវាចាចិត្តអ្នកឲ្យបានសមរម្យត្រឹមត្រូវតម្កល់ចិត្តអ្នកឲ្យបានល្អគេគិតយ៉ាងណានិយាយយ៉ាងណាខាត់គេមិនបានទេវិភាគរឿងគេអ្នកខ្លះចូលចិត្តវិភាគរឿងគេពេលខ្លះដឹងរឿងគេច្រើនជាងសម័យខ្លួនគេទៅទៀតក៏មានតែមិនសូវបានសម្លឹងមើលខ្លួនឯងទេហើយបើមានគេមកវិភាគរឿងខ្លួនឯងតាំងក្រេវក្រោតមួម៉ៅក្តៅក្រហាយ
សូមពិនិត្យមើលខ្លួនឯងឲ្យបានច្រើនជាងតាមមើលកំហុសអ្នកដទៃប្រយ័ត្នសម្ដីមុននឹងហាស្ដីមេត្តាអាណិតដល់ត្រចៀកអ្នកស្ដាប់ខ្លះផងសួរខ្លួនឯងថាតើសម្ដីនឹងមានប្រយោជន៍ឬទេពីរោះពិសាឬទេត្រឹមត្រូវតាមកាលឬអត់កុំចេះតែហាឲ្យតែរួចពីមាត់ព្រោះអាចមានបាបផងមានពីវេរាផងចិត្តគេមាត់គេមានមាត់គេនិយាយតាមចិត្តគេនឹកឃើញខាត់គេមិនបានទេធ្វើកិច្ចការងារដែលជាតួនាទីរបស់អ្នកឲ្យអស់ពីសមត្ថភាពគេគិតយ៉ាងណាតាមគេចុះអ្នកនៅតែអាចពន្យល់ពីខ្លួនអ្នកតែអ្នកមិនអាចបង្ខំឲ្យគេគិតដូចអ្នកយល់ដូចអ្នកបានទេរៀនបើកចិត្តឲ្យទូលាយកុំកំណាញ់ពាក្យលើកទឹកចិត្តពេលមិត្តអ្នកធ្វើបានល្អអបអរសាទរផ្ដល់តម្លៃឲ្យកម្លាំងចិត្តដល់គ្នាអ្នកបានបុណ្យផងបានមិត្តភាពផងកើតជាតិណាសម្បូរញាតិមិត្តឡើងចុះថ្ងៃខ្លះបានល្អថ្ងៃខ្លះមិនសមតាមប្រាថ្នាឡើយកុំតូចចិត្តអីសមុទ្រមានជួរមាននាចជីវិតមានឡើងមានចុះជៀសមិនរួចទេទទួលដោះស្រាយដោយស្មារតីដោះឲ្យអស់ពីសមត្ថភាពរួចប្រាប់ខ្លួនឯងថាខ្ញុំប្រឹងអស់ត្រឹមហ្នឹងហើយសុំទោសបើខុសសូមអភ័យទោសពីគេទៅមិនចាំបាច់កិច្ចការច្រើនទេនាំតែវែងឆ្ងាយអ្នកណាក៏ធ្លាប់ខុសដែរអ្នកចេះកែកំហុសមិនមែនជាមនុស្សអន់ទេតែអ្នកខុសហើយប្រកែកយកត្រូវទើបជាមនុស្សអន់ពិតយើងគេមានទុក្ខដូចគ្នាម្នាក់មានទុក្ខត្រូវប្រឈមមុខនឹងបញ្ហាផ្សេងគ្នាហើយម្នាក់សុទ្ធតែចង់បានសុខគួរមានចិត្តអាណិតមេត្តាជួយសម្រាលទុក្ខគ្នាមិនគួរមានបំណងអាក្រក់បៀតបៀនគ្នាឲ្យគេក្តៅក្រហាយឡើយផ្គាប់ចិត្តគេអ្នកមិនអាចផ្គាប់ចិត្តគេបានគ្រប់គ្នាបានទេធ្វើកិច្ចការងារអ្នកឲ្យអស់ពីសមត្ថភាពគេគិតយ៉ាងណានិយាយតែយ៉ាងណាតាមគេទៅចុះកុំសូវយកគូក្បាលអ្នកមកគិតច្រើនពេកនាំតែសៅមងចិត្តសំពាយបុណ្យផ្សេងគ្នាសំពាយបុណ្យគេផ្សេងសំពាយបុណ្យយើងផ្សឹងមិនដូចគ្នាទេបើគេបានសុខត្រេកអរនឹងគេទៅផលបុណ្យរបស់គេខំសាងមកកុំច្រណែនអីព្រោះបាយច្រណែនទៅក៏មិនបានអីមកយើងដែរមានតែបានបាបទៅវិញចាញ់ឈ្នះគ្នា
ជែកដោយកំហឹងត្រឹមតែចង់ចាញ់ឈ្នះគ្នាមិនសូវបានជាប្រយោជន៍ទេហើយអាចបង្កជាសត្រូវទៀតផងបើគេខឹងអ្នកអាចថយមួយជំហានរក្សាចិត្តឲ្យល្អសិនគិតរកពាក្យពេចន៍ណាសមរម្យហើយនិយាយតាមពេលវេលាដែលសមគួររឿងធម្មតារឿងល្អខ្លះអាក្រក់ខ្លះតែងកើតឡើងជាធម្មតាពេលខ្លះរឿងមួយចំនួនកើតឡើងហួសពីការស្មានរបស់យើងទៅទៀតអ្វីសុទ្ធតែមានហេតុទើបកើតឡើងមិនមែនជារឿងចៃដន្យទេយើងសាងកម្មយើងត្រូវទទួលផលនៃកម្មនោះចង់កិច្ចទៅណាក៏កិច្ចមិនរួចដែរខិតខំដោះស្រាយទៅកុំខូចចិត្តយូរពេកអីចេះគ្រប់រឿងអ្នកខ្លះចេះគ្រប់រឿងនិយាយឡើងហត់អ្នកស្ដាប់កាត់ស្មានប៉ាតណាប៉ាតណីនិយាយឲ្យតែលឺព្រោះចង់ឲ្យគេដឹងថាខ្លួនជាអ្នកចេះជាអ្នកគ្រាន់បើតែតាមពិតក្នុងភ្នែករបស់អ្នកដទៃគឺជាមនុស្សប្រហោងក្នុងរឿងខាងក្រៅកុំផ្ញើសេចក្តីសុខនៅនឹងអ្នកដទៃឬរឿងខាងក្រៅទាំងស្រុងពេករឿងរ៉ាវឡើងចុះតាមដំណើររបស់វាដូចទឹករលកក្នុងសមុទ្រដូច្នោះឯងបង្ខំឲ្យវានៅស្ងៀមមិនបានទេរៀនទទួលយករឿងល្អរៀនដោះស្រាយរឿងមិនល្អហើយទៅមុខទៀតជីវិតគឺអញ្ចឹងឯងទ្រាំទៅពូជមានពូជក្រទំនុកបំរុងមេត្តាបិតាចែកទានដល់អ្នកខ្វះខាតថ្វាយទានដល់ព្រះសង្ឃអ្នកបានបុណ្យផងបានការស្រឡាញ់រាប់អានផងសន្សំពូជរកស៊ីធូផងមនុស្សកំណាញ់មនុស្សចិត្តចង្អៀតរកស៊ីតឹងក្រញៀតទៅណាមកណាគេមិនសូវចូលចិត្តទេមនុស្សចិត្តចង្អៀតសម្បូរណាស់មនុស្សចិត្តចង្អៀតមនុស្សមានតែអញទេល្អមនុស្សពូកែទើសមនុស្សខ្វះមេត្តាចិត្តមើលឃើញគេតែផ្នែកខាងអាក្រក់មនុស្សប្រភេទនេះរស់នៅមិនសុខទេព្រោះក្តៅក្រហាយរាល់ថ្ងៃហើយមានពាវេរាវែងឆ្ងាយទៀតផងមនុស្សអត់ហេតុផលអ្នកខ្លះអត់ហេតុផលទេនិយាយយកតែឈ្នះមិនចេះស្ដាប់អ្នកណាឡើយទោះបីអ្នកខំពន្យល់យ៉ាងណាក៏គេមិនព្រមយល់ដែរអ្នកគ្មានហេតុផលអីនឹងត្រូវនិយាយទៀតទេតែអ្នកត្រូវរក្សាការប្រព្រឹត្តរបស់ខ្លួនឲ្យបានល្អធ្វើជាមនុស្សរឹងប៉ឹងកំណត់ដឹងថាគាត់នឹងតែចឹងឯងជជែកចង់ឈ្នះបើជជែកវែកញែកដើម្បីការរីកចម្រើនជជែកចុះតែបើគ្រាន់តែចង់ឈ្នះហើយបង្កចំនួនគ្មានហេតុផលអីនឹងត្រូវដុតខ្លួនឯងដោយភ្លើងកំហឹងនោះទេបើគេក្តៅឲ្យគេក្តៅតែឯងទៅចុះកុំអោបភ្លើងក្នុងចិត្តអ្នកអីកើតហើយរលត់ទៅវិញរឿងល្អក្តី
rương mình lọ cái đấyកើតហើយរលត់ទៅវិញមិនទៀងទាត់ទេមិននៅជាអមតៈឡើយតែបើអ្នកនឹកនាវាញឹកញាប់ពេកវានឹងមករកអ្នកវិញរឿយតែអ្នកអាចរំលឹកដល់អំពើល្អបុណ្យកុសលដែលអ្នកបានធ្វើការនឹកនោះជួយអ្នកឲ្យបានរីករាយសារជាថ្មីតម្លៃនៃការងារបង្ហាញពីចរិតមនុស្សការងារបានដល់កម្មជាអ្នកឲ្យតម្លៃអ្នកទទួលយកវាទៅធ្វើបើកាន់ការងារណាហើយត្រូវប្រឹងធ្វើឲ្យអស់ពីចិត្តពីថ្លើមផលល្អនឹងបានត្រឡប់តបស្នងមកវិញប្រណាំងប្រជែងការប្រណាំងប្រជែងការចង់ចាញ់ចង់ឈ្នះជាហេតុនាំឲ្យខ្វល់ចិត្តអ្នកនៅតែប្រឹងប្រែងអ្នកនៅតែតស៊ូយកឈ្នះអកុសលក្នុងចិត្តអ្នកឈ្នះនៅភាពខ្ជិលច្រអូសឈ្នះនៅចិត្តកំណាញ់ចិត្តច្រណែនជាដើមនោះទើបជាការឈ្នះដ៏ប្រសើររលឹកត្រូវភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អស់ថែមទុក្ខសោកទាំងឡាយនឹងរសាយបាត់ទៅបន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងតាមការផ្លាស់ប្ដូររបៀបគិតរបស់អ្នកកម្មមិនភ្លេចអ្នកសាងអំពើដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីនឹងផ្ដល់ផលត្រឡប់មកអ្នកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះអ្នកខ្លះអាចរត់គេចពីសំណាញ់ច្បាប់នៅពេលបច្ចុប្បន្នបានតែអ្នកមិនអាចរត់គេចពីសំណាញ់កម្មបានទេចូលព្យាយាមសាងតែអំពើល្អពូជល្អនឹងនាំផលល្អមកឲ្យជួយសម្រាលទុក្ខគ្នាម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបង្កើតសេចក្តីទុក្ខដល់អ្នកដទៃឡើយគួរប្រើកាយវាចាចិត្តអ្នកជួយសម្រាលទុក្ខសពសត្វដែលអ្នកបានជួបយើងគ្រប់គ្នាជាអ្នករួមទុក្ខក្នុងវាលវដ្តសង្សារជាមួយគ្នាក្តីសង្ឃឹមនឹងការពិតបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទោមនោះច្រើនមិនខានរឿងរ៉ាវខាងក្រៅអ្នកមិនអាចបង្គាប់បញ្ជាវាបានទាំងស្រុងទេរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អពូជណាផ្លែនឹងដាំគ្រាប់ពូជត្រូវការពេលទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ទីណាក៏ដោយដូរគំនិតដូរវាសនាអភិវឌ្ឍខ្លួនអ្នកពីកាយវាចាចិត្តមិនល្អទៅជាកាយវិការសមរម្យសម្ដីសម្ដៅពីរោះពិសាចិត្តគំនិតនឹងថឹងអ្នកคล้ายជាមនុស្សមានតម្លៃមានប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងជោគវាសនាអ្នក
ទទួលរងឥទ្ធិពលពីកម្មចាស់ផងពីកម្មថ្មីផង99%មនុស្សមិនល្អ 100% ទេរៀនមើលចំណុចល្អគេខ្លះរៀនឲ្យតម្លៃគេរៀនលើកទឹកចិត្តគ្នាទើបរស់នៅជាមួយគ្នាបានសុខអ្នកនៅតែជួយណែនាំបើមានខុសឆ្គងតែត្រូវធ្វើដោយមេត្តានិងបញ្ញាធម្មជាតិប្រែប្រួលអ្វីតែងប្រែប្រួលតាមដំណើរនៃធម្មជាតិមិនអាចបង្គាប់បញ្ជាបានទេសុខទុក្ខក៏ប្រែប្រួលកាយចិត្តអ្នកក៏ប្រែប្រួលរៀនរស់នៅតាមដំណើរនៃការប្រែប្រួលទើបមិនសោកសៅឆ្លើយតបការឆ្លើយតបដោយភាពនឹងធឹងបង្ហាញពីភាពចាស់ទុំផ្នែកចិត្តគំនិតកំហឹងធ្វើឲ្យចិត្តញ័រមាត់ក៏ញ័រសម្រេចចិត្តមិនសូវបានល្អហើយច្រើនតែនាំឲ្យមានវិបដិសារៈជាខាងក្រោយសុខទុក្ខសុខនិងទុក្ខភាគច្រើនអាស្រ័យលើរបៀបគិតអ្នកបើអ្នកគិតថាគេធ្វើអាក្រក់ដាក់អ្នកគេស្អប់អ្នកគេនិយាយមិនល្អពីអ្នកនឹងមិនបានសុខក្នុងចិត្តទេចូលព្យាយាមស្ដាប់ធម៌ចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលបញ្ញាជួយអ្នកឲ្យគិតត្រូវមិនសូវមានទុក្ខឡើយហេតុនៃសេចក្តីទុក្ខការជាប់ជំពាក់ហួងហែងវក់ចិត្តជាប់នឹងអ្វីមួយជាមនុស្សក្តីជាសត្វក្តីជាសម្ភារៈក្តីជាមូលហេតុនៃសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយក្នុងចិត្តហួងហែងថែរក្សាខ្លាចបាត់បង់ហើយពេលបាត់បង់ក៏កើតទុក្ខទូមនាស់សោកសៅបើចង់ស្រាលពីសេចក្តីទុក្ខត្រូវកាត់បន្ថយការជាប់ជំពាក់ហួងហែងខួរក្បាលប្រើប្រាស់ខួរក្បាលអ្នកជាឃ្លាំងសម្រាប់ផ្ទុកធាតុល្អទាំងឡាយសម្ដៅដល់កុសលធម៌ព្យាយាមសន្សំកាយវាចាចិត្តល្អរឿយអ្នកនឹងបានចម្រើនដោយភាពត្រជាក់ត្រជុំកម្មជាអ្នកចាត់ចែងពាក្យថារីករាយពេលគេបានជោគជ័យស្រួលនិយាយតែពិបាកធ្វើព្រោះចិត្តនៅចំណែនច្រើនបញ្ញាយល់ឃើញច្បាស់ថាកម្មល្អនាំឲ្យបានផលល្អកម្មអាក្រក់នាំឲ្យបានផលអាក្រក់កម្លាំងនៃបញ្ញាជួយកាត់បន្ថយចិត្តចំណែនហើយមិននាំទុក្ខមកក្នុងចិត្តឡើយដាំចិត្តស្រឡាញ់សាបព្រោះសេចក្តីស្រឡាញ់ដោយមិនប្រាថ្នាការតបស្នងអ្នកនឹងបានចម្រើនដោយសេចក្តីសុខស្ងប់ភាពត្រជាក់ត្រជុំធ្វើល្អហើយបើគេដឹងជាបុណ្យរបស់គេបើគេមិនដឹងយើងបានធ្វើល្អរួចហើយព្រមតាមសមត្ថភាពអ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើទេ
ខិតខំប្រឹងប្រែងធ្វើអ្វីដែលអ្នកអាចធ្វើបានហើយត្រូវចេះទទួលស្គាល់ថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំហើយព្យាយាមខុសទំនងការព្យាយាមខុសទំនងមិននាំមកនៅប្រយោជន៍ពិតប្រាកដទេការព្យាយាមប្រកបដោយបញ្ញាទើបបានផលគបប្រសើរប្រាជ្ញាទុកដូចជាភ្នែកវិរិយៈការព្យាយាមទុកដូចជាជើងដើរថ្ងៃហេងថ្ងៃសូយថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិវាមិនល្អមិនអាក្រក់ទេបើចិត្តល្អចិត្តជ្រះថ្លាក៏សន្មត់ថាជាថ្ងៃមង្គលទៅបើចិត្តអ្នកអាក្រក់មួម៉ៅក៏សន្មត់ថាជាថ្ងៃអពមង្គលទៅអាក្រក់ឬល្អអាស្រ័យនៅនឹងចិត្តអ្នកបង្គាប់បញ្ជាមិនបានអ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវខាងក្រៅបានទាំងស្រុងទេបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងគួរហាត់ពុតលត់ដំចិត្តត្រៀមខ្លួនទទួលរឿងទាំងឡាយនោះដោយស្មារតីកំណត់ដឹងថាខ្សែជីវិតមានឡើងមានចុះតាមកម្លាំងកម្មរៀងខ្លួនរឿងរ៉ាវអាក្រក់ដំបៅជំងឺទឹកនោមផ្អែមគេសុខចិត្តកាត់ចេញដើម្បីកុំឲ្យវារាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយអ្នកក៏គួរកាត់ចេញនៅរឿងរ៉ាវអាក្រក់តែតាមលងបន្លាចចិត្តអ្នកដើម្បីកុំឲ្យវាប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃជីវិតអ្នកជួយព្យាបាលវិបត្តិផ្លូវចិត្តខ្លួនអ្នកអាចជាគ្រូពេទ្យសង្គ្រោះអ្នកមានវិបត្តិផ្លូវចិត្តបានដោយគ្រាន់តែធ្វើជាមិត្តភក្តិល្អស្វែងយល់ពីការលំបាករបស់គាត់ជួយរក្សាអាថ៌កំបាំងរបស់គាត់ផ្ដល់ក្តីស្រឡាញ់ដោយឥតលាក់លៀមនិងផ្ដល់កម្លាំងចិត្តដល់គាត់គ្រប់គ្នាសុទ្ធតែមានទុក្ខគួរមានចិត្តករុណាជួយសង្គ្រោះគ្នាដោយសុទ្ធចិត្តអ្នកឈ្មោះថាបានធ្វើមហាបុណ្យដ៏ធំក្រៃលែងចំណុចចាប់ផ្ដើមផ្សេងគ្នាម្នាក់ឆ្លងកាត់រឿងរ៉ាវផ្សេងគ្នាស្ថានភាពជីវិតក៏ផ្សេងគ្នាដែរចំណុចសំខាន់គឺអ្នកត្រូវបន្តដំណើរទៅមុខដោយប្រើប្រាស់នៅអ្វីដែលអ្នកមានសេសសល់ដើម្បីសាងអនាគតថ្មីនៅរស់យ៉ាងហោចណាស់អ្នកនៅសល់ថ្ងៃនេះនិងថ្ងៃស្អែកដើម្បីបំពេញកិច្ចការងារបន្តទៀតរឿងរ៉ាវទាំងឡាយពីម្សិលមិញបានរសាត់បាត់ទៅហើយត្រៀមកាយត្រៀមចិត្តទទួលរឿងថ្មីរឿងល្អក៏ទទួលរឿងមិនល្អក៏ត្រូវតែទទួលដោះស្រាយព្រោះវាជាធម្មជាតិនៃជីវិតត្រូវតែជួបរឿងអីចឹងឯងភ្លើងនៅខ្ញុំក្តៅខ្ញុំភ្លើងនៅអ្នកក្តៅអ្នកគំនុំគុំគួនច្រណែនឈ្នានេះអាស្រ័យនៅចិត្តអ្នកណា
តែងដុតចិត្តអ្នកនោះឲ្យក្តៅក្រហាយរៀនពន្លត់ភ្លើងកំហឹងទើបបានត្រជាក់ចិត្តរៀនចែករំលែកទានតាមធនធានរៀនប្រើពាក្យសម្ដីដោយចិត្តមេត្តារៀនផ្ដល់កម្លាំងចិត្តពេលគេមានទុក្ខរៀនអត់ឱនទោសកំហុសទាំងឡាយរៀនផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2រៀនទទួលខុសផងទទួលត្រូវផងរៀនត្រេកអរពេលគេបានសុខរៀនទទួលស្គាល់ថាជីវិតគឺអញ្ចឹងឯងមានទាំងសុខមានទាំងទុក្ខការឈឺចាប់បំណែកនៃការឈឺចាប់ទាំងឡាយអាចប្រែក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់កែច្នៃជីវិតអ្នកឲ្យបានប្រសើរទៅថ្ងៃមុខបែកគឺបែកហើយទោះបីអ្នកយំក៏វាបានបែករួចទៅហើយត្រូវសួរខ្លួនឯងថាតើអាត្មាអញអាចច្នៃបំណែកនោះបានជាប្រយោជន៍អ្វីខ្លះញាតិក្នុងសង្សារវដ្តគ្រប់គ្នាសុទ្ធតែចង់បានសុខប្រាថ្នាឲ្យរួចផុតពីទុក្ខរៀនផ្ដល់សេចក្តីស្រឡាញ់ដល់មនុស្សសត្វទាំងឡាយកាត់បន្ថយការខឹងក្រោធការចងពៀវរានឹងគ្នាក្នុងដំណើរវិលវល់នៃសង្សារវដ្តនេះយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាកម្មចាស់កម្មថ្មីកម្មមិនល្អនាំឲ្យអ្នកជួបរឿងមិនល្អអ្នកមិនអាចបកក្រោយទៅលុបកម្មចាស់បានទេតែអ្នកអាចសាងកម្មល្អថ្មីដែលនាំឲ្យបានលទ្ធផលក៏ថ្មីដែរភាពមួម៉ងភាពសោកសៅមួម៉ងទាំងឡាយមិនមែនជាមិត្តរបស់អ្នកទេព្យាយាមឈានដើរទៅមុខគិតរឿងថ្មីនិយាយរឿងថ្មីប្រកបកិច្ចការងារដោយស្មារតីស្វាហាប់អ្នកនឹងបានរួចផុតពីភាពអន្តការនៃអតីតកាលភ្លើងច្រណែនការច្រណែនជាភ្លើងដុតកម្លោចចិត្តអ្នកឲ្យស្វិតស្រពោនចិត្តច្រណែនជាសត្រូវមិនមែនជាមិត្តអ្នកទេបនគេទើបគេបានកុំច្រណែនអីវេទនាប្រែថាការសោយអារម្មណ៍អាចជាសុខអាចជាទុក្ខឬជាឧបេក្ខាវេទនាតែងផ្លាស់ប្ដូរពីមួយទៅមួយមិនថិតថេរទេរៀនកំណត់ដឹងថាវាកើតហើយវារលត់ទៅវិញវាកើតហើយវារលត់ទៅវិញកុំអោបក្រសោបវាអីអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរធម្មជាតិរបស់វាវិលវល់សេចក្តីទុក្ខរមែងមានដល់អ្នកដែលវិលវល់នឹងរឿងអតីតហើយព្រួយបារម្ភហួសហេតុចំពោះរឿងអនាគតនិងប្រកាន់ស្អិតចំពោះរឿងបច្ចុប្បន្នរឿងទាំងឡាយបានដល់អារម្មណ៍ទាំងឡាយកើតហើយរលត់ទៅវិញមិននៅយូរអង្វែងទេតែបើអ្នកមិនព្រមលែងវាទេវានឹងដក់ជាប់នៅក្នុងចិត្តអ្នកហើយវាធ្វើឲ្យចិត្តអ្នកកាន់តែធ្ងន់ទៅមិនខានផ្
កាឈូកផ្កាឈូកមានពណ៌ស្រស់ស្អាតតែមានឫសគល់ដុះចេញពីបឹងភក់បើអ្នកបានខ្ពង់ខ្ពស់សូមកុំភ្លេចអ្នកដែលបានជួយជ្រោមជ្រែងអ្នកកតញ្ញុតាធម៌ជាគុណធម៌ធ្វើឲ្យអ្នកកាន់តែចម្រុងចម្រើនឡើងរីឯការរមិលគុណនឹងបិទទ្វារនៃសេចក្តីចម្រើនទៅមុខវាសនាខុសគ្នាយើងមិនដូចគេក៏មិនដូចយើងដែរម្នាក់មានជោគវាសនាផ្សេងគ្នាសម្ពាយបនខុសគ្នារីករាយនឹងអ្វីដែលអ្នកមានហើយបើគេបានល្អជាងត្រេកអរនឹងបនគេទៅព្រោះជាផលបនដែលគេបានធ្វើទុកមកហើយប្រើប្រាស់ពេលវេលាសូមចំណាយពេលវេលាដែលនៅសេសសល់ធ្វើកិច្ចការងារជាប្រយោជន៍សាងអំពើល្អរៀនសូត្រចម្រើនចំណេះវិជ្ជាស្ដាប់ធម៌ចម្រើនបញ្ញាគ្រាន់បានជាទីពឹងផ្លូវចិត្តរបស់អ្នកពេលវេលានៃជីវិតមានតម្លៃណាស់កុំបណ្ដោយឲ្យចិត្តបាបចិត្តអកុសលយកជីវិតអ្នកទៅប្រើប្រាស់ឡើយពុកម៉ែអាយុកាន់តែច្រើននិយាយក៏កាន់តែច្រើនដែរចិត្តច្រើនខឹងក៏ច្រើនតែម៉ែនៅតែជាម៉ែដ៏ល្អរបស់កូនពេលកូននៅតូចកូននិយាយច្រើនប៉ុណ្ណាក៏ម៉ែមិនធុញទ្រាន់មានតែសប្បាយចិត្តឃើញកូនចេះនិយាយចូលចំណាយពេលមើលថែឪពុកម្ដាយអ្នកឲ្យបានល្អនៅនាជីវិតចុងក្រោយរបស់ពួកគាត់វាយតម្លៃគេអ្នកមិនដឹងរឿងគេទាំងស្រុងទេកុំប្រញាប់ធ្វើការសន្និដ្ឋានវាយតម្លៃលឿនពេកបើអ្នកលើកមកនិយាយក៏ទម្លាប់និយាយដោយចិត្តមេត្តាកុំវាយប្រហារបង្កាច់បង្ខូចដោយកំហឹងឡើយព្រោះវាជាបាបផងហើយមានពីវេរាទៀតទុករៀងខ្លួនគេមានទុកដោយគេយើងមានទុកដោយយើងម្នាក់មានរឿងត្រូវដោះស្រាយរៀងខ្លួនគ្រាន់តែយើងមិនដឹងរឿងគេខំសន្សំបនរឿយបននាំមកនៅសេចក្តីសុខបង្គាប់បញ្ជាមិនបានបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទោមនស្សច្រើនមិនខានរឿងរ៉ាវខាងក្រៅមិនអាចបង្គាប់បញ្ជាបានទាំងស្រុងឡើយរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អរកស៊ីធូររកស៊ីតាំងរកទ្រព្យចិញ្ចឹមគ្រួសារប្រពន្ធកូនតែកុំភ្លេចមើលថែពុកម៉ែផងឧស្សាហ៍អឺតឈ្ងោកគាត់ហើយមើលថែគាត់ឲ្យបានត្រឹមត្រូវម្យ៉ាងទៀតចេះចែករំលែកទានខ្លះកុំកំណាញ់ពេករកស៊ីមិនឡើងទេបើទៅកើតជាតិណាក្រទ្រព្យសម្បត្តិមិនអាចបកក្រោយអ្នកមិនអាចបកក្រោយទៅកែអតីតកាលបានទេ
អ្នកអាចយកវាជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានល្អប្រសើរនាថ្ងៃអនាគតតែសូមកុំចងខ្លួនអ្នកទុកក្នុងគុកអតីតកាលអីកុំឧស្សាហ៍យកភ្លើងអតីតកាលមកដុតរួលចិត្តអ្នកឡើយម៉ែក្រម៉ែមិនអាចផ្ដល់អ្វីគ្រប់យ៉ាងតាមកូនចង់បានទេតែម៉ែបានលះបង់អ្វីគ្រប់យ៉ាងដែលម៉ែមានដើម្បីសេចក្តីសុខរបស់កូនម៉ែជាទូទៅម៉ែមិនល្អ 100% ទេតែម៉ែបានផ្ដល់សេចក្តីស្រឡាញ់ 100% ឲ្យកូនគ្រប់រូបពេលណាកម្មឲ្យផលដាំគ្រាប់ពូជត្រូវការពេលសមគួរទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ណាក៏ដោយពីវេរាការចងគំនុំគុំគួនជេរទៅជេរមកជាការបន្តនៅពីវេរាវែងឆ្ងាយការបៀតបៀនជីវិតគេកឹបកេងទ្រព្យគេលួចប្រពន្ធកូនគេកុហកបោកប្រាស់គេជាពីវេរាវែងឆ្ងាយក្នុងសង្សារវដ្តព្យាយាមលះបង់នៅអកុសលទាំងឡាយចម្រើនចិត្តបុណ្យប្រាថ្នាឲ្យរួចផុតពីពីវេរាទាំងឡាយចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខចាប់ផ្ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអី
ហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្ល៉េះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខាន
thầm đá chất Việt tại ta kịch hướng đi hướng nu Việt tại ta tông hồ rõ mày vấn đề bờ dương bà đạt bà đổi vì bích vì miền bánh hà đó dương ạ để ta chỉ thật chỉ mà chắc chất chắc xong là một phần chẳng á vì tới chưa kịch mình trong kịch cô chế ta tranh máu mình trong khăn nè nâng cái bên này vì chế ta kịch tức hơi nè nâng mình trong rùm lực rương có ló máu bên nó vì chế ta đất đam chuột màu mình trong phay bùi rương từ một cái bên vì chế ta tranh màu mòn anh nâng vì miền này thà bộ buồn cà phê chật bà dưỡng việc sao sẽ tệ bên nhà dưỡng tục tu nâng ạ của sao cục cái chạc đại cả hai ý nâng ọt bàn chẳng vì màu lục lùi play chật dưỡng tôi là hồ vị thi xa tục tu anh nâng dù tới vì ai thừa dưỡng chéo cha thừa dưỡng mũ mau vì thừa dưỡng kênh mình lụa dục lại vân là hồ chẳng ai anh ông bự Việt nguồn ngô thật miền tham pet chui tam bị chạm chia tới kênh lụa sùa tới Việt thu tịnh vì bùa phải chặt nâng về tệ tô nâng đầm nề nâng khăn mình tên tất cả na khi nhọt lụa khúc khoản của thả nạ mình tên mà hay từ thà sọc phiệp lời cài nâng mơ phía bà hạt pràn nhằm nơi cái lại sờ lạ cùng nơi cái smoke mong tục ốc mầm mọc ọt ngược trên tên ná anh nâng việc bạn đại à smoke asma nhà mùa mà chịu chào nâng việc một cung cái nên nơi cái lại sọc mầm mọc nâng mong chúng tôi là ngợp tôi là lù viên hạt pran thưa đi thưa nu đào từ sau tực lại ca đừng có thưa ấy từ ở thảo vì sẽ cầm một phiệp lời cái về ác tiếu anh nói như phía ba vì khăn khéo hay toàn nơi các bài nó cô rô mà nụ để chui xâm rụt lời chặt đai nơi các bài nó có cua vô lấy bởi kinh quật nhiều nhà mộng măng chèo chào nó không bị bọc ở đấy nó cầm nọt chùm năn thật quận miền Pành Hà thời chật bạc quá đề chú các quật ọt trong chẳng ấy phân đâu vì bật tiên ở tới chẳng mong anh nâng ạ có sao vì ngôn đó vì bật tiên như tới chẳng mong ọt trong lâu la mông măng ấy chứ phân đâu vì bật tiên như tới ơi mông măng không bọc ở đây chẳng ai hay thà xa bằng áo chất màu nông cá đập thô bằng áo chất màu cái lạnh ngọc ngắt ưu tế hoạt thà mà phải cùng pre bùi chịp ca nơi cái lạnh để hiện sờ là lom tới riêng vừa samadhi vừa nè để hàm pram chặt lên bán đây xa ở bàn trong mà đấy chặt vì ở nơi nâng á về rụt tên tài tới chúng tôi là hiền màu bằng áo chặt nó còn mê ta cái đấy rồi mà khi ông bán sọc lụi phật tục rồi mà khi ông bán sọc lụi phật tục rồi mới sọp sạch thằng ó bán sọc lụi phật tục bằng áo chặt chấm pua từng hai âm trên từng hai âm châu là bán là sẽ tệ dù tích chất viên nơi nâng đằng hà vì ở vừa rồi vì từ khéo trơn pê chê hay bắt đầu chặt vừa vì từ cả tục dương đó nghe chủng ngữ đấy miền tầng ở cái này tầng nẹ miền tầng nẹ cro nẹ tụi nẹ thông sự tầm miền chủng ngữ nè hay riêng để thật cắt thôi tí tí tớ miền về nhà tất cả thôi cầm hăng tới mình khăn mình cung thế đối tao nó ai chỉ vượt nó về trong miền bán khá hăng hay cùng mình chẳng này cái đấy ôi bon kê
nè anh miền ban cái chơi cho nhóm miền sự đấy sẵn đau hết nhóm phần ở ban phần năng nhóm sẽ bài chất nâng phần năng ngay ai rừng nà hù hai nâng chặt tục thang phảo bạp trả đấy cho lại tới mục tiết phẳng thừa lõ tới ngày sải dương chua hướng na nâng á đo hướng nâng á thứ mấy dương miền nạ đăng muốn này dương đi tha riêng cắt sẽ cái đấy tục bị chua bộ bìa tây tạ nâng bà nhà nâng chìa ở vút chỉ cầm bật cặp tới cắt ấy lấy tới mình cằn pê chứ bờ dương muam pê tức vừa nó mới cả tục nó cũng khăng đó sẽ cái tới thể cả cằn luôn đó miền nè nó anh nhá là bà hầm bá nó với cả tục á chẳng tầm lẹ màu khơi tầm nào này song khá thò mới triệt với miền hạt phò dùng bàn phần năng đó nghe đỏ xe ấy từ mục tiết á chỉ vật đang viết thấy chua hướng chăng riêng sầm rùa plei chật riêng miền pê sầm rạ plei cài riêng tây o nâng ở vậy để dừng miền bà nâng ná với pê khác vì vọt vọt pê chữ nó mọi khoai chất hồ sẽ cái sọc ắt khơi nhỉ anh tự miền cà phê bà pi khang khéo vì làm pet chum nuôi pi nè nơi các bài chúng mình luôn hay nâng cà phê bà pi khang nong nâng tự chui sỏi sòng plei chất bà dương ở rừng mòm đang bìnhស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញអីសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពឹសតែមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផល
ទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយមានកូនចៅខ្លះលើកឡើងថាម៉ែឪខ្លះហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាដូចថាគាត់ជួយនេះជាងគាត់មើលថែនេះជាងមិនសូវមើលថែគាត់ធ្វើអីក៏ខុសហើយសរសើរកូននោះជាងអញ្ចឹងទៅប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ដែរនឹងយើងមិនអាចមានអីទៅវាស់ស្ទង់ថាគាត់ស្មើមិនស្មើទេប៉ុន្តែវាអាចក្នុងករណីខ្លះឧទាហរណ៍ថាកូននឹងឈឺច្រើនកូននឹងក្រពិបាកកូននឹងរៀនសូត្រមិនសូវចេះដឹងតែអញ្ចឹងគាត់មានទំនោរមើលថែស្រឡាញ់ឬក៏លុយកាក់ដែលកូនណាផ្ញើជូនគាត់នឹងគាត់ទុកដាក់ព្រលឹមនឹងជួយកូននឹងបើតែកូននឹងខូចហើយក៏នៅតែជួយអញ្ចឹងទៅទឹកចិត្តជាពុកម្ដាយស្រឡាញ់កូនហើយគាត់ស្រឡាញ់គាត់ដូចថាអាណិតកូនណាដែលពិបាកជាងគេអញ្ចឹងវាអាចដែរក្នុងករណីខ្លះដូចថាកូននឹងល្អត្រឹមត្រូវដឹងថាអាចជួយមើលគ្រួសារបានអញ្ចឹងទៅគាត់បន្ទុកបដាក់គាត់ឲ្យជួយមើលការខុសត្រូវចាត់ចែងអីអញ្ចឹងទៅហើយយើងជួនកាលមើលមិនឃើញចំណុចហ្នឹងយើងអាចវាយតម្លៃថាម៉ែឪស្រឡាញ់កូនមិនស្មើគ្នាហើយកើតទុកមិនសុខចិត្តរហូតដល់អ្នកខ្លះគំនុំគុំគួនអីទៅទៀតក៏មានដែរមួយចំណុចទៀតគេមើលដករបស់ម៉ែឪក៏នាំឲ្យមានបញ្ហាក្នុងគ្រួសារនឹងច្រើនដែរធម្មតាម៉ែឪមានទ្រព្យរបស់ចែកឲ្យកូនអញ្ចឹងទៅហើយជួនកាលទ្រព្យនឹងវាមិនមែនកាត់ប្លង់ប៉ិនគ្នាណាវាពីកពកវាមានរបស់របរមាសប្រាក់អីហើយអញ្ចឹងដល់ពេលចែកវាមានលើសវាមានខ្វះហើយអញ្ចឹងក៏កូនខ្លះយកអានឹងជាមូលដ្ឋានទៅក៏កើតទៅជារឿងជារាវឆ្លោះប្រកែកអន់សពុនចិត្តខាងម៉ែខាងឪក្នុងរឿងនឹងទៀតក៏មានដែរបើស្មាថាទ្រព្យរបស់នឹងជាញើសឈាមរបស់គាត់ទុកឲ្យគាត់ចែកឲ្យពីណាប្រមាណអានឹងរឿងរបស់គាត់ទេយើងអរគុណដែលគាត់បានចាំជីវិតទំនុកបំរុងឲ្យយើងបានរៀនសូត្របានរស់បានប៉ុណ្ណឹងហ្នឹងយើងអរគុណសន្តានចិត្តល្អគុណរបស់គាត់ហើយវាអាចតកតងនឹងរឿងប៉ុនដែរសម្ពាធប៉ុនរបស់យើងខុសគ្នាកូនខ្លះគេមានប៉ុនច្រើនកើតមកគេមានអ្នកស្រឡាញ់ចូលចិត្តរាប់អានមីងមាបងប្អូនទៅណាមកណាអញ្ចឹងទៅហើយកូនខ្លះដែលខ្សត់ប៉ុននឹងរូបគុំស្អាតរៀនក៏មិនប្រកែរគុំសូវបានហើយដល់អញ្ចឹងកើតទុកទោមនោះថាមកពីម៉ែមិនជួយឪមិនជួយនឹងបាទខ្ញុំក្រពិបាកអញ្ចឹងអីអញ្ចឹងទៅជារឿងកើតចិត្តចំណែននិន្ទាជាមួយបងប្អូនឯងក៏មានដែរវាអាចដែរពេលខ្លះឪពុកម្ដាយអាចសម្ដែងនៅសកម្មភាពមើលទៅដូចថាមិនស្មើភាពគ្នាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុសស្រីនឹងខ្លាំងមែនតែនអញ្ចឹងបានជានៅក្នុងធម៌ព្រះអង្គសម្ដែងឲ្យមានឧបេក្ខាការស្រឡាញ់នឹងឲ្យស្មើគ្នាក្នុងចំណោមកូនចៅនឹងដើម្បីជៀសវាងកុំឲ្យកូនចៅនឹង
អន់សពុនចិត្តជាមួយនឹងឪពុកម្ដាយហើយទៅជាចំណែននិន្ទាឈ្នានេះជាមួយនឹងបងប្អូនប៉ុន្តែជាទូទៅម៉ែឪនឹងស្រឡាញ់កូនទាំងអស់ឲ្យចង់ឲ្យកូនទាំងអស់នឹងបានសុខនឹងឯងបើមានលឹះលួសតិចច្រើនអានឹងវាតាមស្ថានភាពរបស់កូនចឹងទៅតាមបទរបស់កូនផងក៏មានដែរបើក្នុងរឿងកម្មផលទៅបើចឹងបាននៅក្នុងព្រហ្មវិហារធម៌ហ្នឹងព្រះអង្គសម្ដែងការពារកុំឲ្យមានបញ្ហាកើតឡើងក្នុងទំនាក់ទំនងរវាងគ្រួសារបងប្អូនហ្នឹងគឺឪពុកម្ដាយសម្ដែងនៅទឹកចិត្តស្រឡាញ់រាប់អានកូនហ្នឹងឲ្យសំរុំទៅដំទៅសងគ្នាទៅកូនចេះសង្គ្រោះគ្នាចេះសាមគ្គីគ្នាមិនបកកចំនួនមិនធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តឪពុកម្ដាយទេអញ្ចឹងយើងគួរអរគុណលោកឪពុកអ្នកម្ដាយដែលបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងរហូតមកដល់យើងបានវ័យប៉ុណ្ណេះអរគុណណាស់គុណបំណាច់ដល់ធំធេងហ្នឹងរឿងលើសខ្វះអីតិចតួចអាហ្នឹងចាត់ទុកថាយើងមានប៉ុណ្ណឹងយើងទទួលប៉ុណ្ណឹងគាត់ចែកឲ្យប៉ុណ្ណាអរគុណហើយពុកអើយម៉ែខ្ញុំសូមអរគុណអ្វីដែលពុកម៉ែបានជួយខ្ញុំគាត់ជូនហើយគាត់ទទួលទៅអរគុណគាត់ទៅហើយមកចំណែកទៀតឪពុកម្ដាយក៏គួររក្សាឧបេក្ខាចិត្តហ្នឹងដើម្បីជៀសវាងកុំឲ្យកូននឹងកើតបាបដើម្បីឲ្យកូននឹងចេះស្រឡាញ់សហការគ្នាបានល្អអនុមោទនាសេចក្តីប្រាថ្នាការជាប់ជំពាក់វាជាហេតុនាំឲ្យកើតទុក្ខនៅពេលដែលប្រាថ្នាឲ្យមិនបានឬក៏របស់ដែលយើងស្រឡាញ់នឹងព្រាត់ប្រាសទៅហើយបើយើងមិនបានត្រៀមចិត្តទុកជាមុនទេសេចក្តីទុកនឹងគ្របសង្កត់ចិត្តយើងខ្លាំងណាស់ចឹងបានព្រះអង្គសម្ដែងថាពេលមកតោជាទេសោកោសេចក្តីសោកកើតពីសេចក្តីស្រឡាញ់ពេលមកតោជាទេភយ៉ាងការភ័យតក់ស្លុតរន្ធត់នឹងកើតមកពីសេចក្តីស្រឡាញ់ដែរហើយជាពុទ្ធជនវាមានចិត្តជាប់ជំពាក់ហួងហែងច្រើនណាស់ទ្រព្យសម្បត្តិញាតិមិត្តបងប្អូនកិត្តិយសគេឈ្មោះហើយបើសេចក្តីប្រាថ្នាវាគ្របសង្កត់ចិត្តច្រើនទៅជាចំណែននិន្ទាឈ្នានេះប្រមូលកັບកេងរបស់អ្នកដទៃមកជារបស់ខ្លួនខ្វល់ខ្វាយចិត្តនឹងច្រើនមែនតែនចឹងបាននៅក្នុងធម៌ព្រះអង្គឲ្យរៀនលះសេចក្តីកំណាញ់រៀនលះលោភៈការជាប់ជំពាក់តាមរយៈការបរិច្ចាគទានទម្លាប់ចិត្តរៀនគិតពីសេចក្តីសុខរបស់អ្នកដទៃផងមិនគិតតែពីខ្លួនឯងទេក្នុងន័យនេះមិនមែនបានន័យថាយើងឈប់រស៊ីឈប់ចង់មានចង់បានទេជាកាតព្វកិច្ចរបស់ពុកម្ដាយត្រូវតែចិញ្ចឹមបីបាច់ថែរក្សាត្រូវមានទ្រព្យសម្រាប់ចិញ្ចឹមជីវិតឲ្យបានសមរម្យហើយប៉ុន្តែតើមានបញ្ញារៀនស្វែងយល់ពីដំណើរនៃហេតុផលថាបើយើងប្រឹងប្រែងមកប៉ុណ្ណឹងយើងបានផលមកប៉ុណ្ណឹងសម្ពាយបុណ្យយើងមានប៉ុណ្ណឹងយើងបានផលនៃបុណ្យហ្នឹងប៉ុណ្ណឹងមកអញ្ចឹងយើងអត់
តក់កុហលខ្វល់ខ្វាយខ្លាំងពេកធ្វើឲ្យកើតទៅជារឿងមួម៉ៅប្រៀបធៀបថាមិនគួរវាមិនបានដូចគេល្អហើយយើងមិនគួរវាមិនបានអានោះទៅជារឿងមួម៉ៅក្តៅក្រហាយយើងអាចប្រៀបធៀបដើម្បីរៀនសូត្របានប៉ុន្តែយើងមិនអាចប្រៀបធៀបបណ្ណាំងប្រជែងវាសនាឬក៏សម្ពាយបនបានទេមនុស្សម្នាក់មានសម្ពាយបននឹងផ្សេងគ្នាអញ្ចឹងយើងប្រឹងប្រែងរកទទួលទាននៅតែប្រឹងប៉ុន្តែយើងមានបញ្ញាទៅជាមួយដោយទទួលស្គាល់ហ៊ានទទួលស្គាល់ការពិតថានឹងជាលទ្ធផលនៃការផឹងប្រែងរបស់យើងជាលទ្ធផលនៃបុណ្យរបស់យើងហ៊ានត្រូវតែហ៊ានទទួលស្គាល់ហើយប្រឹងប្រែងបន្តទៅទៀតទៅអញ្ចឹងយើងមិនខ្វល់ខ្វាយខ្លាំងហួសហេតុពេកទេយើងមិនដុតខ្លួនឯងទេយើងយកអ្វីដែលជាសមិទ្ធផលយើងមានបច្ចុប្បន្នជាមូលដ្ឋាននៃការធ្វើល្អទៅមុខទៀតជាមួយនឹងប្រពន្ធកូនជាមួយនឹងក្រុមគ្រួសារហើយរៀនស្វែងយល់អំពីសច្ចធម៌កាត់បន្ថយការប្រកាន់ហួសហេតុហ្នឹងទើបយើងមិនសូវកើតទុក្ខខ្លាំងបើនៅតែកាន់ហួសហេតុលោភៈជាប់ជំពាក់ច្រើនអនេញអណោងច្រើនទុក្ខក៏ច្រើនដែរទៅដល់ណាក៏នៅតែមានទុក្ខដែរអន់ចិត្តបើអន់ចិត្តអន់បន្តិចបានហើយរួចឆាប់បាត់ទៅខឹងច្រើនដៅក្រហាយតែខ្លួនឯងក្នុងជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានទេជារឿងធម្មតាកុំគិតថាអ្វីត្រូវតែបានដូចចិត្តគ្រប់រឿងឡើយមិនអាចទេហើយម្យ៉ាងទៀតរឿងណាកន្លងហួសទៅហើយឲ្យវាហួសទៅចុះកុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅក៏ទៅកែអីមិនកើតដែរគ្រប់យ៉ាងសុទ្ធតែមានហេតុផលចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខ
ក្រៅមានដូចជារូបសម្លេងក្លិនរសពាក្យសម្ដីអ្នកដទៃរឿងរ៉ាវកើតឡើងខាងក្រៅហ្នឹងយើងមិនអាចបង្គាប់បញ្ជាបង្ខំតាមចិត្តយើងបានទេវាព្រោះវាកើតគឺវាកើតដែរយើងអាចរក្សាចិត្តរបស់យើងដើម្បីទប់ទល់នឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងយើងអាចយកអារម្មណ៍ល្អមួយចំនួនដែរតាមការផឹងប្រេងរបស់យើងឧទាហរណ៍ថាយើងស្ដាប់ធម៌យើងសាច់គប់មិត្តល្អយើងរំលឹកគុណរតនត្រ័យពុទ្ធធម៌ប្រសង្ឃយើងនឹកដល់ពើល្អដែលយើងបានធ្វើហើយយើងនឹកដល់បុគ្គលដែលមានការតស៊ូព្យាយាមប្រឹងប្រែងមានការអត់ធន់ខ្ពស់យើងយកបុគ្គលនឹងជាគំរូអញ្ចឹងអារម្មណ៍ខាងក្រៅហ្នឹងអាចមានឥទ្ធិពលលើផ្លូវចិត្តជួយតម្រែតម្រង់ចិត្តរបស់យើងបានមួយចំនួនធំដែរការផឹងប្រេងផ្ទាល់ខ្លួនរបស់យើងប៉ុន្តែជាទូទៅហ្នឹងយើងមិនអាចនឹងទៅប្រកបវិជ្ជាថាធ្វើការមួយគ្នារស់នៅក្បែរគ្នាធម្មតាយើងមើលឃើញចំណុចខ្សោយចំណុចខ្លាំងជាងខ្លួននឹងបានច្រើនហើយបើយើងចេះជួយគ្នាដោយស្មោះត្រង់ឧទាហរណ៍តែបើឃើញកំហុសខុសឆ្គងហើយយើងប្រាប់ដោយបំណងល្អចង់ឲ្យអ្នកនឹងបានចម្រើនអានឹងទំនាក់ទំនងនឹងបានរឹងមាំប៉ុន្តែបើឧទាហរណ៍ថាមានតែការនិយាយអេចអូចបន្ថែមបន្ថយជន់បលិចហើយពីមុខល្អពីក្រោយលួយអាហ្នឹងកន្លែងការងារហ្នឹងមិនចម្រុងមិនចម្រើនទេនឹងមានភាពកប្រេះស្រាំជួនកាលហ្នឹងគ្រាន់តែញឹមដាក់មុខគ្នាឲ្យតែល្អមើលទេប៉ុន្តែក្នុងចិត្តហ្នឹងក្តៅហើយតើកាលណាតំណែងតំណងមិនល្អប្រសិទ្ធភាពការងារហ្នឹងក៏អត់ចម្រើនដែរអញ្ចឹងបន្ទាប់ថាយើងចេះយោគយល់គ្នាឲ្យតម្លៃគ្នាកន្លែងណាដែលត្រូវកែតម្រូវខុសឆ្គងនិយាយទៅហើយនិយាយឲ្យដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យអ្នកនឹងបានល្អឡើងវិញអត់មានចង់ជន់ពលិចបន្ថែមបន្ថយប្រកាច់ប្រខូចអីទេដូចថាមិត្តភាពនឹងវាថ្លាវា transparent ណាហើយអញ្ចឹងមុខមិនក្រោយអញ្ចឹងអានឹងយើងស្រឡាញ់គ្នាបានយូរធ្វើការងារជាមួយគ្នានឹងបានចម្រើនហើយទុកចិត្តគ្នាទៅវិញទៅមកបើមិនអញ្ចឹងឯងកន្លែងធ្វើការងារនឹងคล้ายទៅជាភ្លើងមានបៈមានពួកហើយនិយាយអេចអូចហើយយូរទៅបង្កទៅជាភាពបែកបាក់សាមគ្គីហើយវាមិនចម្រុងចម្រើនស្ថាប័នហើយក៏យើងអត់បានសេចក្តីសុខទេតាមផ្លូវចិត្តរបស់យើងនឹងពីព្រោះយើងមកទៅវាដូចថាអត់ឆ្លាស់ខ្លួនវាបៀតអញ្ចឹងទៅវាមានសម្ពាធផ្លូវចិត្តអញ្ចឹងតើរៀនបើកចិត្តឲ្យទលាយរៀនដូចថាបើគេល្អយើងត្រេកអរជាមួយគេទៅហើយបើយើងមានអីនឹងត្រូវចែកម្លែកយើងចែកម្លែកឲ្យគេទៅហើយផ្ដល់កម្លាំងចិត្តសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកហ្នឹងបានធ្វើការងារជាមួយគ្នាបានចម្រើនបានយូរអង្វែងហើយយើងបានទាំងសុខភាពផ្លូវចិត្តរបស់យើងក៏បានល្អទៀតទៅ
បីយើងកើតក្នុងផ្ទៃម៉ែតែមួយក៏ដោយប៉ុន្តែវាសនារបស់យើងនឹងមិនដូចគ្នាទេនឹងអាចមកពីសម្ពាយបនយើងផ្សេងគ្នានឹងការប្រឹងប្រែងរបស់យើងក្នុងពេលបច្ចុប្បន្នហ្នឹងមិនដូចគ្នាបើបុគ្គលនឹងធ្លាប់ចំម៉ាយចំឪធ្វើទានរក្សាសិលជួយសង្គ្រោះអ្នកដទៃច្រើនបននឹងធ្វើឲ្យអ្នកនឹងមានសំណាងល្អជួបមនុស្សល្អប្តីប្រពន្ធល្អរស់ស៊ីក៏បានរីកចម្រើនលឿនចឹងទៅកូនខ្លះទៀតបនតិចពីអតីតមកចឹងជួនកាលរូបមិនស្អាតចូលចិត្តខឹងច្រើនទៅហើយចំណេះវិជ្ជាបញ្ញាញាណហ្នឹងក៏តិចដោយសារយើងមិនសូវសមការរៀនសូត្រហើយមិនសូវបានធ្វើទានកំណាញ់មិនសូវចាំម៉ែចាំឪអីពីដើមមកនឹងធ្វើឲ្យជោគវាសនាអ្នកហ្នឹងទាបចឹងទៅហ្នឹងកម្លាំងកម្មពីអតីតប៉ុន្តែបើបុគ្គលហ្នឹងប្រឹងប្រែងរៀនសូត្រតស៊ូព្យាយាមក្នុងពេលបច្ចុប្បន្នបន្ថែមអានឹងអាចជួយយឹតយោងធ្វើឲ្យជោគវាសនានឹងបានប្រសើរបាននៅក្នុងធម៌និយាយអំពីមកងងឹតទៅវិញភ្លឺកើតមកក្រប៉ុន្តែប្រឹងប្រែងទៅធ្វើឲ្យចម្រើនជីវិតជាចុងក្រោយទៅវិញជីវិតថ្មីនេះល្អចឹងយើងគួរកុំមានចិត្តចំណែននន្ទាឈ្នានេះគេឯងអ្នកខ្លះមិនបានអប់រំចិត្តហ្នឹងសំបីតាបងប្អូនខ្លួនឯងហ្នឹងក៏ចំណែនហើយទៅខឹងម៉ែខឹងឪថាស្រឡាញ់តាអ្នកនេះអត់ស្រឡាញ់ខ្ញុំចឹងបានខ្ញុំក្រចឹងបានខ្ញុំល្ងងតាមពិតទៅម៉ែឪស្រឡាញ់កូនទាំងអស់គ្នាហ្នឹងប៉ុន្តែកម្លាំងកម្មរបស់កូនហ្នឹងមិនដូចគ្នាអញ្ចឹងមិនអាចឲ្យវាសនារបស់កូននឹងបានដូចគ្នាទេទឹកចិត្តម៉ែឪនៅតែជួយហើយជួយអ្នកដែលពិបាកនឹងជួយច្រើនជាងគេទៀតផងអញ្ចឹងយើងគួររីករាយជាមួយនឹងសេចក្តីសុខការរីកចម្រើនរបស់បងប្អូនយើងហើយយើងប្រឹងប្រែងសាងបុណ្យកុសលជាមួយពុកម៉ែយើងតាមកម្លាំងធនធានធ្វើបុណ្យធ្វើកុសលចែករំលែកសេចក្តីស្រឡាញ់ទឹកចិត្តល្អភាពរស់រាយរាក់ទាក់សិលអាហ្នឹងយើងអត់មានទ្រព្យធ្វើយើងធ្វើតាមកម្លាំងរបស់យើងធ្វើតាមពាក្យសម្ដីរបស់យើងមុខមាត់របស់យើងរស់រាយរាក់ទាក់ជាកម្លាំងសិលអាហ្នឹងក៏ជួយយើងឲ្យបានចម្រុងចម្រើនដែរនៅក្នុងរឿងពុទ្ធសាសនាមួយភិក្ខុមួយអង្គលោកខ្សត់បន់មិនសូវបានធ្វើទានអញ្ចឹងធ្វើអីមកបួសហើយហ្នឹងក៏អត់មានញាតិញោមណានិមន្តទៅបន់ទៅទានដែរខ្សត់ដែរគេមិនសូវស្គាល់បានព្រះអង្គប្រាប់ឲ្យភិក្ខុអង្គហ្នឹងអាសាយកទឹកមកដាក់កន្លែងប្រសង់លាងជើងដងទឹកសម្រាប់ប្រសង់ឆាន់រៀងរាល់ថ្ងៃអញ្ចឹងទៅដោយកម្លាំងបុណ្យពេលបច្ចុប្បន្នញាតិញោមពុទ្ធបរិស័ទឃើញលោកអាសាក៏ស្រឡាញ់រាប់អាននិមន្តលោកទៅបុណ្យប្រគេនចង្ហាន់អញ្ចឹងទៅដោយកម្លាំងបុណ្យបច្ចុប្បន្នហ្នឹងហើយអញ្ចឹងម្នាក់មានកម្លាំងកម្មហ្នឹងផ្សេងគ្នាទាំងកម្លាំងកម្មអតីតទាំងកម្លាំងកម្មបច្ចុប្បន្នយើងបានប៉ុណ្ណឹងដោយសារយើងដាំហេតុមកប៉ុណ្ណឹងអញ្ចឹងយើងគួររីករាយជាមួយបុណ្យគេហើយយើងផឹងសាងបុណ្យខ្លួនឯងឲ្យបានច្រើន ផ្លូវចិត្តរបស់យើងវាមានអតិពលពីរឿងខាងក្រៅដូចថាមនុស្សនៅជុំវិញខ្លួនបញ្ហាដែលកើតឡើងក្នុងជីវិតការបែកបាក់ព្រាត់ប្រាសបញ្ហាលុយកាក់
កូនចៅឬក៏គ្រោះថ្នាក់ឧបទ្ទវហេតុណាមួយដែលកើតឡើងវាដាក់សម្ពាធមកលើផ្លូវចិត្តយើងអ្នកខ្លះបាក់ធ្លាក់ក្រឹបតែម្ដងងើបលែងចង់រួចរហូតដល់គិតខ្លីទៅទៀតក៏មានដែរបើអតិពលដែលខ្លាំងមកលើផ្លូវចិត្តរបស់យើងគឺអាការសន្សំឧបនិស្ស័យរឿយឧទាហរណ៍ថាអ្នកនឹងចូលចិត្តតូចចិត្តអន់ចិត្តបបាក់ចិត្តគិតច្រើនដំបូងឡើយវាអត់អីទេវានៅអាចទប់ទល់បានប៉ុន្តែយូរទៅវាធ្ងន់ទៅដូចយើងសំលុយក្នុងធនាគារយូរខ្លាយទៅជាមហាសេដ្ឋីមួម៉ៅមហាសេដ្ឋីខឹងមហាសេដ្ឋីគិតច្រើនវាដោយសារយើងសំយូរទៅវាធ្ងន់វាមកសន្ធិដ្ឋនៅក្នុងចិត្តយើងឬក៏រឿងដែលកើតឡើងក្នុងគ្រួសារប្តីប្រពន្ធឆ្លោះប្រកែកកូនមិនស្ដាប់ប្រកបមួម៉ៅក្តៅក្រហាយរឿងហ្នឹងវាដដែលទៅក៏វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនឹងខ្លាំងដែរនៅក្នុងធម៌លោកហៅបកតោបនិស្សយបច្ច័យអាការរស់នៅជាប្រចាំថ្ងៃហ្នឹងក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងណាស់អញ្ចឹងតើយើងរៀនដោះស្រាយរឿងខាងក្រៅយើងជួបយើងដោះស្រាយទៅហើយរឿងណាហួសហើយក៏ហួសហើយទៅហើយរឿងណាដែលមិនទាន់មកដល់ចាំស្អែកចាំជួបរៀបចំធ្វើកិច្ចការងារណាឲ្យដែលត្រូវធ្វើក្នុងថ្ងៃហ្នឹងធ្វើឲ្យហើយទៅហើយយើងមិនអាចកែរឿងខាងក្រៅបានទាំងស្រុងទេយើងឧទាហរណ៍ថាបើយើងនិយាយណែនាំប្រាប់គេកុំឲ្យយើង expect សង្ឃឹមថាគេធ្វើតាមចិត្តអញចង់ត្រូវតែធ្វើតាមអញថា 100% កាលណាយើងសង្ឃឹម 100% អញ្ចឹងពេលរឿងនឹងវាមិនបានពេលគេមិនធ្វើតាមចិត្តយើងទៅវាកើតទុក្ខខ្លាំងអញ្ចឹងរឿងធម្មជាតិខាងក្រៅយើងមានតែសម្របសម្រួលផ្លូវចិត្តយើងនៅតែថានៅតែស្ដីនៅតែប្រាប់ណែនាំបើនិយាយពីដើមឈើបន្លែវិញយើងនៅតែស្រោចទឹកនៅតែចាក់ជីអញ្ចឹងដាក់ជីអញ្ចឹងប៉ុន្តែយើងមិនអាចសង្ឃឹមថាដើមស្វាយនឹងត្រូវតែផលិតផ្លែឲ្យបាន10តោនអានឹងយើងមិនអាចសង្ឃឹមអញ្ចឹងបានទេវាមានហេតុគ្រប់គ្រាន់វាបានច្រើនទៅភ្លៀងគ្រប់គ្រាន់មានទឹកទៅបានផលច្រើនបើអត់ទៅវាផលតិចអញ្ចឹងទៅអញ្ចឹងវាមានហេតុរបស់វាអញ្ចឹងផ្លូវចិត្តរបស់យើងអាច adjust អាចសម្របសម្រួលនឹងរឿងខាងក្រៅបានហើយតើយើងថែរក្សាសុខភាពខាងក្នុងខ្លួនយើងដែរទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តញ៉ាំគេងហាត់ប្រាណមានពេលសម្រានកុំឲ្យធ្វើការងារហួសហេតុយើងដូចថាធ្វើបាបខ្លួនឯងនឹងដូចថាវាបាក់ទាំងផ្លូវកាយវាបាក់ទាំងផ្លូវចិត្តវាប្រទាញគ្នាហើយមានពេលសម្រាប់គ្រួសារប្តីប្រពន្ធកូនចៅមានទំនាក់ទំនងល្អជាមួយបងប្អូនយើងមិនដូចថាមិនមានភាពរកម្មរកុសផ្លូវចិត្តនឹងទេយើងធ្វើម៉េចចេះអត់ឱនយោគយល់កុំឲ្យប្រកាន់ខ្លាំងម្ដាយពុកភាគខ្លះហ្នឹងក៏មានបញ្ហាផ្លូវចិត្តដោយសារកូនខ្លះក៏មានបញ្ហាផ្លូវចិត្តដោយសារឪពុកម្ដាយដែរដោយសារយើងមិនបានរក្សាទំនាក់ទំនងហ្នឹងឲ្យកក់ក្ដៅវាទៅជារឿងមួម៉ៅរឿងល្អូរទាំច្រើនវាធ្វើឲ្យចិត្តហ្នឹងវាអត់សុបាយតែអត់សុបាយយូរទៅកើតជាបញ្ហាហ្នឹងឯងហើយយើងរៀនពិចារណាអប់រំផ្លូវចិត្តខ្លួនឯងមានខន្តីមានអត់ធន់មានអត់ឱនអធ្យាស្រ័យមានសតិតាមដាន
cục krong chặt nâng bờ về đá phơi thở có chui chùm rối nhảy về đá nông phơi thở kích đường lọ thưa bon phơi có sao chạy trade o chùm môi nâng chụp chạy nè đợt tay chạy chui sừng cua ấy chắc đang tạo chặt nâng lọ chắc chùm rối nhảy về từ lọ bên bờ về mua mau khăn ọc cung cuốn coi dương đằng thảo chặt nâng mình lọ mua mai chân này nên tia sắt crom bụi chào và bụi bầy sai màu lùi plon sẽ cái sọc bây giờ nhưng mà đấy nó từ tam mưa crom lõ mật phèn lõ nâng crom và bụi chào nè chẳng dương đành bụi chào nó ở miền bên nhà tới chùm mùi đôi ta bờ kháng của ple tới cũng khăn ấy khăn tới với cái đại luôn này mình đưa nó chăng mình cùng bạc canh còn đây ôi cùng chuyện này anh kia ấy bon bạc kia tới kia bàn mà chăng á ô sa tô kia với nhau phải nhá máu bị vô con này mình ở cài tục chăng hay hướng nào hu hai chỉ riêng mình ôi ta chặt tục ta chỉ phật ba ta hiện từ một tiết à mình tên tại sầm mềm sầm mềm chờ này chẳng dương ở sân miền sầm biệt lời chặt tê dương riêng từ tu score cà pết ha bờ rương vì chăng hay đó sẽ hay tôm tìm đòn ở bờ mình nuôi nâng tàn chăng nhom phẳng chui không niêm chìa mai chỉ chỉ bón nó nhom chỉ chui ở phần năng hay quạt nên úp bạn này xài bạc quạt nhom mình ai tiền mạo bà nè chẳng dương xoay vô làm pi tầm nào này thòm mà chia tới dương áp sư bậc hòm ở kê tam dương tầng áp sư bậc hòm ở rương thử tam chất dương nghề dương hiện miền bầy nhá xoay vô tới dương xẻ pi xịt đây tục lại chất bom núi dứng vừa sọc vừa túc vừa vua lơ phiệp sai mòn chiết pol nông chất bà dương nước miền cầm rật na sầm đại từ lơ có sál miền địch thà khăng chân này sọp mù màu cùng cuốn vừa rồi đó nó vị chia bậc can hung hay vậy chứ bờ chiết pol có sao nó về miền này không chặt chởn về cả tục của trà đài từ pro về đôi phượng chẳng về sài nơi vật thổ ná về đọt nơi vật thổ nừng bờ phượng cho bán che cho bán phượng prey che prey từ dạng ná phượng có sao nó vì sài chất vì che chất vì thừa chất nó cả đại cả họ cả hai nhưng là bay cắt bật thoi thì cái đấy túc to là cắt bật thoi rồi coi bỏ sầm ạt nơi kêu sài mòn có sao chiết pol nơi con chất nâng chành tim đòn tam rồi dạ cài vô trôi chất nơi tầm nào này thòm mà chiết thì họ tha mình chân này cái tê bị pro vô tha mình nè nó vừa miền sầm pi bon xinh cái này cái thưa bon chởn có cái bàn lọ chởn chẳng tới dương miền sầm pi bon cà phê dương phần nắng có dương bàn phần nắng chẳng dương đô pi chân này tới chia riêng trade on bon đại cái bàn thưa chẳng dương ọt vô chiết pol một thai mày vẫn là dương vô nằm cả riêng trade on chấm pua xịt cái sọc này đồ tấy nước một thằng mụ thì tá
ជាថ្នាំព្យាបាលអ៊ីសាកាចណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនស្អប់គេចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតើមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេហ្នឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថាហ្នឹងហើយធម្មជាតិមនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស័យតាមការសំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមអាការមិនព្រមហ្នឹងវាជាហេតុនាំឲ្យកើតទុក្ខនឹងឯងពីព្រោះរឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយកើតទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថាយើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ3តោនចុះឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអានឹងជាថ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពត្រជាក់ត្រជុំការអត់ឱនមិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យទលំទលាយទៅជាងយើងស្បើយអំពីសេចក្តីទុក្ខហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនាបើយើងអង្គុយចាំសេចក្តីសុខពីអ្នកដទៃតើគេញឹមដាក់គេសរសើរគេលើកជើងបានយើងសប្បាយចិត្តអានឹងគួរថ្នាក់ពីព្រោះសុខនឹងនៅនឹងគេណាគេសប្បាយចិត្តគេឲ្យយើងពេលណាគេអត់សប្បាយចិត្តគេអត់ឲ្យយើងកើតទុក្ខអញ្ចឹងវាតើយើងមានស្មារតីពិចារណាថាបើគេសរសើរគេលើកទឹកចិត្តអានឹងវាជាផលបុណ្យជាផលនៃការផឹងប្រែងរបស់យើងប៉ុន្តែបើគេនិយាយខកដោយកំហឹងនឹងទាឈ្នានេះក៏កុំឲ្យយើងរងអតិពលពីពាក្យសម្ដីរបស់គេនឹងពេកគិតថាវាជាផលបាបគ្រាន់តែជាសម្លេងប៉ះទៅជាហើយរលត់ទៅវិញបាត់មិនយកមកអោប